សម្រាប់វគ្គបណ្ដុះបណ្ដាលនៅពេលនេះដល់មន្ត្រីអនុវត្តប្រាំកម្ពុជាគឺពិតជាមានសារៈសំខាន់និងចាំបាច់បំផុតជាដឹងបីបង្កើននៅសមត្ថភាពនិងចំណេះដឹងអំពីរបៀបនៃការស៊ើបអង្កេតឲ្យស្របតាមនិន្នាការវត្តថ្មីៗរបស់ក្រមអតិថិជនគឺមានហើយបទពិសោធន៍ដែលយើងបានមកសិក្សានៅទីនេះមានដូចជាការស្វែងយល់កាន់ច្បាស់ពីច្បាប់អតិថិជនរបស់ប្រទេសវៀតណាមនិងជាពិសេសទៀតទីវិសោធន៍ការរកឃើញថ្មីរបស់កងកម្លាំងអនុវត្តច្បាប់របស់វៀតណាមនៅសារធាតុមានថ្មីហើយក្នុងនោះដែរក៏ទទួលបានបទពិសោធន៍ថ្មីទៀតដូចជាការដែលយើងទៅទស្សនកិច្ចនៅកន្លែងគយនៅរដ្ឋកោរបស់ពលិនិងបទពិសោធន៍ថ្មីដែរដូចជាតាមផ្លូវសមុទ្រនិងតាមផ្លូវគោកតែតាមរយៈផ្លូវគោកនេះជារយៈកាលកន្លងមកកិច្ចសហប្រតិបត្តិការយើងតាមរយៈការចល័យUFOគឺយើងបានធ្វើល្អមកហើយចំណេះដឹងដែលយើងទទួលបាននៅពេលនេះយើងនឹងយកទៅផ្សព្វផ្សាយបន្តដល់មន្ត្រីអនុវត្តច្បាប់គឺមាននៅកម្ពុជាតែក្នុងនោះមានដូចជាច្បាប់របស់ប្រទេសវៀតណាមឬក៏ដូចជាសារធាតុមានថ្មីដែលខាងវៀតណាមសូមសំណូមពរដែរដល់ឆ្នាំជាបន្តទៀតសូមឲ្យខាងវិទ្យាវៀតណាមជួយបើកវគ្គបណ្ដុះបណ្ដាលនេះជាបន្តទៀតបាទសូម